ជំរាបសួរកូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ចាស់ថ្ងៃនេះយើងបានជួបជុំគ្នាយើងអរគុណព្រះអង្គដែលព្រះអង្គទ្រង់ថែរក្សានិងការពារសុវត្ថិភាពកូនទាំងអស់គ្នាមកដល់ទីនេះអញ្ចឹងថ្ងៃនេះយើងរៀនបំណិនជីវិតជាមួយគ្នាអញ្ចឹងមេរៀនបំណិនជីវិតយើងនៅក្នុងសភៅទី1ហើយមេរៀនទី11មានចំណងជើងថាការហាត់ប្រាណចាកូនគ្រាន់តែលើចំណងជើងការហាត់ប្រាណកូនដឹងហើយមែនទេការហាត់ប្រាណអញ្ចឹងគេការហាត់ប្រាណដោយអីគេខ្លះចាអ្នកខ្លះការហាត់ប្រាណដោយគាត់ដើរអ្នកខ្លះការហាត់ប្រាណដោយរត់អ្នកខ្លះធ្វើការហាត់ប្រាណដោយការធាក់កង់អ្នកខ្លះធ្វើការហាត់ប្រាណដោយចូលក្លឹបកន្លែងដែលហាត់ប្រាណមិនក្លឹបរំទេណាគេហៅថាក្លឹបហាត់ប្រាណចាបើចូលកន្លែងក្លឹបការហាត់ប្រាណមានច្រើនជម្រើសចាគេហាត់ប្រាណតាក់ទងជាមួយនឹងម៉ាស៊ីនតាក់ទងជាមួយនឹងកំដែកតាក់ទងជាមួយនឹងការដើរទៅលើម៉ាស៊ីនកំណត់នាទីកំណត់ម៉ោងកំណត់ជំហានរបស់គេចាអញ្ចឹងយើងរៀនជាមួយគ្នាអញ្ចឹងការហាត់ប្រាណវាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូបទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីយើងឃើញឥឡូវការហាត់ប្រាណគឺពេញនិយមសូម្បីតែនៅក្បែរផ្ទះអ្នកគ្រូក៏មានមនុស្សគ្នាជាច្រើនពេលព្រឹកពេលថ្ងៃសំទោសពេលព្រឹកហើយនិងពេលល្ងាចចាគាត់ដើរហាត់ប្រាណនៅជុំវិញផ្ទះអ្នកគ្រូនឹងឯងចាអញ្ចឹងចំណុចកអត្ថប្រយោជន៍នៃការហាត់ប្រាណអញ្ចឹងយើងដឹងហើយថាការហាត់ប្រាណគឺមានអត្ថប្រយោជន៍ជាច្រើនអត្ថប្រយោជន៍មួយខ្លះអញ្ចឹងនាំមកនៅសុខភាពល្អអញ្ចឹងនៅពេលដែលយើងធ្វើការហាត់ប្រាណធ្វើឲ្យយើងមានសុខភាពល្អធ្វើឲ្យសុខភាពយើងនឹងមាំមួនធ្វើឲ្យសុខភាពយើងនឹងមិនមានជំងឺចាមកធ្វើឲ្យសុខភាពរបស់យើងនឹងកាន់តែរឹងមាំចាហើយមួយទៀតនៅពេលដែលយើងហាត់ប្រាណគឺបង្កើនថាមពលអីគេបង្កើនថាមពលទៅលើកម្លាំងទៅលើរាងកាយរបស់យើងចាហើយការហាត់ប្រាណចាធ្វើឲ្យយើងនឹងមានមិត្តភក្តិជាច្រើនទៀតផងចាហើយចំណុចមួយទៀតការហាត់ប្រាណគឺចំណេញថវិកាតើតើទៅនឹងចំណេញថវិកាអញ្ចឹងការហាត់ប្រាណរបស់យើងគឺយើងមិនសំដៅការហាត់ប្រាណរបស់យើងការចំណេញថវិកាកន្លែងនេះគឺតកតងទៅនឹងនៅពេលដែលយើងមិនបានហាត់ប្រាណធ្វើឲ្យយើងអីគេមានជំងឺមានជាតិពុលក្នុងខ្លួនមានខ្លាញ់នៅក្នុងខ្លួនមែនទេមានខ្លាញ់នៅក្បាលពោះនៅតាមដៃនៅខ្លួនដៃខ្លួនជើងអញ្ចឹងទៅចាអញ្ចឹងចំណេញថវិកានៅកន្លែងនេះណែកូនមិនបានយកលុយយកទៅទិញថ្នាំពេទ្យហើយកូនមិនមានជំងឺដេកនៅមន្ទីរពេទ្យដោយប្រើបន្ទប់ណាដែលប្រើបន្ទប់មន្ទីរពេទ្យដែលមានតម្លៃថ្លៃឬមួយក៏តម្លៃសមរម្យកូនមិនបានចំណាយទៅលើអស់នោះទេហើយក៏កូនមិនបានចំណាយទៅលើការហូបចុកជាប្រចាំថ្ងៃនៅកន្លែងមន្ទីរពេទ្យនេះដែរចាហើយក៏កូនមិនបានចំណាយលុយការទិញសម្ភារៈផ្សេងដែលគ្រូពេទ្យត្រូវការនោះផងដែរចាអញ្ចឹងការហាត់ប្រាណរបស់យើងគឺមានអត្ថប្រយោជន៍ជាច្រើនទាំងចំណេញថវិកាទាំងមានថាមពលនៅក្នុងខ្លួនទាំងធ្វើឲ្យសុខភាពយើងបានល្អប្រសើរចាហើយចំណុចមួយទៀតនាំមកនៅសោភ័ណភាពចានាំមកនៅសោភ័ណភាពកន្លែងនេះការហាត់ប្រាណក៏ឆ្លើយការហាត់ប្រាណនាំមកនៅសោភ័ណភាពដែរចាគឺជាសោភ័ណភាពរាងកាយរបស់យើងអញ្ចឹងសោភ័ណភាពរាងកាយរបស់យើងបន្ទាប់ពីយើងមានសុខភាពល្អហើយធ្វើឲ្យស្បែករបស់យើងអីគេស្បែករបស់យើងមានសំណើមចាធ្វើឲ្យយើងស្រស់ស្រាយធ្វើឲ្យយើងអីគេមិនមានជំងឺបំបត្តិstress បំបត្តិការធុញថប់ណាអញ្ចឹងធ្វើឲ្យយើងចាកាន់តែប្រសើរឡើងជាមួយថ្ងៃទៅមួយថ្ងៃចាអញ្ចឹងដូចជាអ្នកដែលគេស្ពុកដៃស្ពុកជើងគេតែងតែធ្វើចលនាដៃជើងគេតែងតែដើរគេតែងតែរត់ដើម្បីឲ្យមានសោភ័ណភាពនៅក្នុងខ្លួនរាងកាយរបស់គេទាំងខាងក្រៅទាំងខាងក្នុងចាវាគឺជាការល្អមែនទែនអ្នកគ្រូសង្ឃឹមថានៅពេលកូនរៀនកូននឹងធ្វើការហាត់ប្រាណជាមួយគ្នាចាចំណុចខគ្រោះថ្នាក់មកពីការហាត់ប្រាណអញ្ចឹងការហាត់ប្រាណអ្នកគ្រូមិននិយាយពីអត្ថប្រយោជន៍អញ្ចឹងអត្ថប្រយោជន៍ការហាត់ប្រាណមិនមែនមានមិនមែនមានត្រឹមតែអត្ថប្រយោជន៍ទេគឺមានចាការគ្រោះថ្នាក់ចា
កើតមានផងដែរអញ្ចឹងហេតុអីបានជាគ្រោះថ្នាក់កើតមានចាអញ្ចឹងការដែលយើងហាត់ប្រាណបើយើងមិនមានជំរឿនទីតាំងល្អនោះនឹងធ្វើឲ្យយើងគ្រោះថ្នាក់នៅគ្រោះថ្នាក់មកពីការយើងហាត់ប្រាណជំរឿនទីតាំងមិនល្អយ៉ាងម៉េចអ្នកខ្លះរត់ក្បែរចិញ្ចើមថ្នល់អ្នកcũngឃើញអ្នកខ្លះរត់ក្បែរចិញ្ចើមថ្នល់ហើយធាក់កង់ទៅឆ្ងាយនៅតាមដងផ្លូវមានឡានឆ្វាត់ឆ្វែងអ្នកឆ្លងកាត់អញ្ចឹងនៅពេលដែលមានគ្រោះថ្នាក់មកអញ្ចឹងហើយធ្វើឲ្យយើងនឹងហាត់ប្រាណជំរឿនទីតាំងមិនបានល្អធ្វើឲ្យយើងគ្រោះថ្នាក់ដោយសារការហាត់ប្រាណផងដែរចាអញ្ចឹងការហាត់ប្រាណកូនត្រូវតែមានជំរឿនទីតាំងដ៏ល្អផងដែរអញ្ចឹងការហាត់ប្រាណនឹងជំរឿនយើងមិនបានល្អតែកូនអាចអីគេនៅតាមដងផ្លូវវាក្លឹមផ្សែងពុលណាមនុស្សជាច្រើនណាយើងមានបញ្ហាជាមួយនឹងសុខភាពជាមួយនឹងផ្សែងឡានជាមួយនឹងផ្សែងម៉ូតូចាអញ្ចឹងធ្វើឲ្យយើងកាន់តែ stress ថែមទៀតចាមួយទៀតកង្វះខាតចំណេះដឹងក្នុងការប្រើឧបករណ៍កន្លែងនេះសំខាន់ណាស់កង្វះខាតចំណេះដឹងក្នុងការប្រើឧបករណ៍អញ្ចឹងទោះបីជាកូនចូលកន្លែងក្លឹបធម្មតាក្លឹបគេមានគ្រូគេបង្ហាត់ណាគេថែមលុយយកគ្រូអញ្ចឹងទៅបង្ហាត់ចាហើយអញ្ចឹងកន្លែងនេះនៅពេលដែលកូនខ្វះខាតចំណេះដឹងក្នុងការប្រើឧបករណ៍អញ្ចឹងតកតងទៅនឹងការគ្រោះថ្នាក់ក្នុងការហាត់ប្រាណដោយឧទាហរណ៍ក្នុងការដែលកូនលើកដុំដៃណាដូចជាកម្លាំងកូនលើកបាន15គីឡូឯងក៏ប៉ុន្តែកូនចង់យកឲ្យគេយកសាច់ដុំកំពួនដៃលឿនឬមួយក៏ដើមដៃសាច់ដុំដើមដៃឬមួយក៏សាច់ដុំទ្រូងរបស់យើងណាកូនចង់បានលឿនកូនប្រើអាដុំដៃដែលលើកនឹងលើគីឡូរបស់យើងចាធ្វើឲ្យយើងហត់ហើយកូនអត់ចេះប៉ាន់ស្មាននឹងកម្លាំងរបស់ខ្លួនឯងថាខ្លួនឯងនឹងត្រូវលើកបានប្រមាណគីឡូហើយប្រមាណដងចាអញ្ចឹងក៏ធ្វើឲ្យកូនបាត់បង់ជីវិតដោយសារការដែលកង្វះខាតក្នុងការដែលប្រើឧបករណ៍មិនត្រឹមត្រូវនេះដែរអញ្ចឹងកូនត្រូវតែមានចំណេះដឹងក្នុងការប្រើប្រាស់ឧបករណ៍ផងដែរបើកូនចង់ប្រើប្រាស់ឧបករណ៍ជួនកាលតែកូនរត់បានឧទាហរណ៍ណាឧទាហរណ៍កន្លែងដែលតែគ្រូលើកនៅក្នុងនឹងដែរកូនរត់បានតែ100ម៉ែត្រទេស្រាប់កូនចង់ថែមដូចគេថែម200ម៉ែត្រអញ្ចឹងធ្វើឲ្យបេះដូងរបស់កូនហ្នឹងវាហត់ហើយលោតញាត់ខុសប្រក្រតីធ្វើឲ្យកូនមានបញ្ហាដូចជាការលើកដុំដៃអញ្ចឹងកូនលើកបាន15គីឡូឯងក៏ប៉ុន្តែកូនថែម10គីឡូកូនចេះតែប្រឹងបានប៉ុន្មានដងកូនកំណត់បាន20ដងឬមួយក៏50ដងកូនចង់លើកនឹងអញ្ចឹងធ្វើឲ្យកូនហត់ធ្វើឲ្យរាងកាយរបស់កូននឹងទ្រទ្រង់ដោយដុំដៃនឹងមិនបានទ្រទ្រង់ដោយកម្លាំងរបស់កូននឹងមិនបានធ្វើឲ្យកូនគ្រោះធ្វើឲ្យកូនណាអញ្ចឹងហើយការហាត់ប្រាណមិនមែនមានត្រឹមតែអត្ថប្រយោជន៍ទេគឺមានគ្រោះថ្នាក់ផងដែរចាចំណុចមួយទៀតភាពចាំបាច់នៃការហាត់ប្រាណអញ្ចឹងមនុស្សយើងម្នាក់ត្រូវតែមានភាពចាំបាច់ត្រូវតែមានការទោះបីជារវល់យ៉ាងណាក៏ដោយត្រូវតែមានការចាំបាច់ក្នុងការហាត់ប្រាណអញ្ចឹងផែនការកូនត្រូវមានផែនការនៃការហាត់ប្រាណមនុស្សម្នាក់គ្រប់គ្នាតែងតែរវល់នៅចេញពីផ្ទះពីព្រលឹមប្រលប់បានចូលចាអញ្ចឹងកូនត្រូវតែដាក់កំណត់ម៉ោងកំណត់ពេលវេលាខ្លួនឯងឲ្យមានទម្លាប់អញ្ចឹងធ្វើផែនការនេះគឺជាការរៀបចំផែនការមួយសម្រាប់ការហាត់ប្រាណមួយថ្ងៃកូនអាចយក1នាទីកូនអាចយក15នាទីយកកន្លះម៉ោងឬមួយក៏45នាទីអញ្ចឹងការហាត់ប្រាណដ៏ល្អក្នុងមួយថ្ងៃទោះបីយ៉ាងណាបានកន្លះម៉ោងរហូតដល់45នាទីទេបានល្អផងដែរចាជារៀងរាល់ថ្ងៃពីគ្រូហ្នឹងត្រូវការហាត់ប្រាណដែរចាហើយមួយទៀតការតាំងចិត្តនិងទម្លាប់នៃការហាត់ប្រាណនៅពេលដែលកូនរៀបចំផែនការហើយកូនត្រូវតែតាំងចិត្តថាអូដើម្បីសុខភាពខ្ញុំត្រូវតែធ្វើជារៀងរាល់ថ្ងៃម៉ោង5ងើបហាត់ប្រាណម៉ោង5ព្រឹកចាងើបហាត់ប្រាណកូនតែប្រើទម្លាប់នឹងជារៀងរាល់ថ្ងៃឲ្យផែនការរបស់កូននឹងបានសម្រេចឲ្យផែនការរបស់កូននឹងបានដល់គោលដៅចាអញ្ចឹងមេរៀនការហាត់ប្រាណរបស់អ្នកគ្រូបញ្ចប់តែប៉ុណ្ណេះដូច្នេះអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងយកពេលវេលានេះពីការទំនេរនាំគ្នាហាត់ប្រាណពេលល្ងាចឬមួយក៏ពេលព្រឹកទាំងអស់គ្នាចា
អ្នកគ្រូសូមជម្រាបលាសូមព្រះប្រទានពរកូន